ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពនិងសុខដុមរមនាក្នុងសង្គមរបស់អតីតយុទ្ធជនអតីតមន្ត្រីរាជការស៊ីវិលនិងគ្រួសារខ្ញុំព្រមផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោមទី1ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រូវបន្តពង្រឹងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលឲ្យបានទាន់ពេលវេលានិងទៀងទាត់តាមការកំណត់របស់រាជរដ្ឋាភិបាលទី2ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យទៀងទាត់បញ្ជីឈ្មោះអតីតយុទ្ធជននិងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឲ្យបានពិតប្រាកដមុននឹងផ្ទេរមកក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាគ្រប់គ្រងបន្តទី3ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីបន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជននិងគ្រួសារព្រមទាំងបន្តប្រមូលនិងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់អតីតយុទ្ធជននិងគ្រួសារដែលក្រីក្រលំបាកដើម្បីបង្កលក្ខណៈឲ្យគ្រួសារទាំងនោះទទួលបាននៅការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរយៈពេលខ្លីមធ្យមនិងវែងការផ្ដល់អាហារូបករណ៍ដល់កូនរបស់អតីតយុទ្ធជនការផ្ដល់ឥណទានខ្នាតតូចការផ្ដល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជួយសម្រួលនិងកែលម្អជីវភាពរបស់បងប្អូនអតីតយុទ្ធជននិងគ្រួសារទី4ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាពក្នុងការផ្ដល់ដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រវត្តិអតីតយុទ្ធជននិងនិវត្តជនដែលក្រីក្រពិតប្រាកដទី5សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាត្រូវបន្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជននិងនិវត្តជនដែលមានស្នាដៃនិងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយនៅតាមសហគមន៍ខ្ញុំកត់សម្គាល់ឃើញថាគម្រោងនេះមានប្រសិទ្ធភាពណាស់ដោយសារអតីតយុទ្ធជននិងនិវត្តជនខ្លួនឯងមានដីជាកម្មសិទ្ធិដែលជាបដិភាគឯចំណែកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអាជ្ញាធរដែនដីសប្បុរសជននានានិងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមចំណែកបានចូលរួមចំណែកជួយឧបត្ថម្ភជាថវិកានិងសម្ភារៈការនេះជាវប្បធម៌ចែកចម្លែកចំពោះអតីតយុទ្ធជននិងនិវត្តជន
ធ្វើឲ្យជីវភាពរបស់អតីតយុទ្ធជននិងនិវត្តជនត្រូវបានកែសម្រួលប្រសើរឡើងជាបន្តបន្ទាប់ទី6ក្រសួងពាក់ព័ន្ធក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្ដល់អាទិភាពបញ្ចូលគម្រោងអភិវឌ្ឍអតីតយុទ្ធជននិងនិវត្តជននៅតាមថ្នាក់នីមួយៗអាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ពិនិត្យនិងជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អអតីតយុទ្ធជននិងនិវត្តជនដែលមានលក្ខណៈសម្បត្តិល្អធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗដូចជាសហគមន៍នេសាទសហគមន៍ប្រើប្រាស់ទឹកសហគមន៍ព្រៃឈើសហគមន៍អភិរក្សសត្វព្រៃក៏ដូចជាថ្នាក់ដឹកនាំនៅមូលដ្ឋានតាមសមត្ថភាពនិងលទ្ធភាពរបស់បងប្អូនជាក់ស្ដែងទី7ក្រសួងស្ថាប័នពាក់ព័ន្ធអគ្គបញ្ជាការនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរៈភូមិន្ទអគ្គស្នងការនគរបាលជាតិនិងអង្គភាពនគរបាលជាតិគ្រប់លំដាប់ថ្នាក់និងបណ្ដាអង្គភាពជួយជើងនៅគ្រប់តំបន់ត្រូវសហការជាមួយសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្បែរតំបន់ឈរជើងរបស់ខ្លួនឲ្យបានជិតស្និទ្ធបំផុតនិងចុះជាប់រួមសុខរួមទុក្ខជាមួយអតីតយុទ្ធជនដោយមិនគិតពីអតីតភាព8សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំងគ្រប់ថ្នាក់ឲ្យបានរឹងមាំនិងមានស្ថិរភាពគង់វង្សភាពរឹងមាំរបស់សមាគមគឺអាស្រ័យលើកត្តា3យ៉ាងគឺ1មានគោលការណ៍និងមានមាគ៌ាសកម្មភាពត្រឹមត្រូវ2មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹងមាំមានសមាជិកសមាជិកានិងមហាជនប្រជាជនគាំទ្រនិង3មានហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់សកម្មភាពចាំបាច់របស់ខ្លួនទី9គណៈកម្មការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ត្រូវគោរពនិងអនុវត្តតាមលក្ខន្តិកៈសេចក្តីសម្រេចចិត្តមហាសន្និបាតសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអនុវត្តរបបធ្វើការតាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្ដុំសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវក្នុងន័យនេះគណៈកម្មការគ្រប់ថ្នាក់ត្រូវអនុវត្តរបបសន្និបាតនិងរបបប្រជុំឲ្យបានទៀងទាត់តាមការកំណត់ហើយថ្នាក់ដឹកនាំគណៈកម្មការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ត្រូវទទួលខុសត្រូវអនុវត្តនៅភារកិច្ចដែលបានប្រកល់ជូនឲ្យមានប្រសិទ្ធភាពខ្ពស់ទី10គណៈកម្មការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ត្រូវពង្រឹងនិងពង្រីកសាមគ្គីភាពឯកភាពទីក្នុងជួរគណៈកម្មការចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាមួយសមាជិកអតីតយុទ្ធជននិងនិវត្តជនកម្ពុជាទាំងអស់ដើម្បីជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជននិងនិវត្តជនទី11ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រូវបន្តជួយគាំទ្រនិងសហការល្អជាមួយសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រប់ថ្នាក់
ដោយជួយសម្រួលនិរន្តរភាពសម្រាប់កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខ្ញុំគិតថាការដែលក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជួយអភិវឌ្ឍសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគឺមានន័យថាក្រសួងបានសម្រេចភារកិច្ចលើវិស័យអតីតយុទ្ធជននិងការងារនិវត្តជនផងដែរការនេះគឺជារូបភាពនៃការបង្កលក្ខណៈឲ្យមានការចូលរួមដោយផ្ទាល់របស់អតីតយុទ្ធជននិងនិវត្តជនក៏ដូចជាការបង្កើតភាពជាដៃគូជាមួយអតីតយុទ្ធជននិងនិវត្តជនស្របតាមយុទ្ធសាស្ត្រភាពជាដៃគូដែលជាកត្តាសំខាន់នៅក្នុងអភិបាលកិច្ចល្អ12នៅតាមក្រសួងស្ថាប័នត្រូវរៀបចំបង្កើតគណៈកម្មាធិការអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានឆាប់រហ័សស្របតាមលក្ខន្តិកៈនិងគោលការណ៍ណែនាំរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាទី13សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនាប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជននិងនិវត្តជនគឺទី1ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែទី2ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែនិងទី3ការអភិវឌ្ឍសហគមន៍និងសង្គមជាតិពូកែ14សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាត្រូវបន្តពង្រឹងការគ្រប់គ្រងនិងការប្រើប្រាស់ប្រាក់ភាគទាននិងប្រាក់វិភាគទាននិងអំណោយរបស់សប្បុរសជននានាដោយអនុវត្តឲ្យបានល្អឲ្យមានដំណាភៀបនិងគណនេយ្យភាពខ្ពស់ទី15សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសមាគមអតីតយុទ្ធជននិងចលនាអតីតយុទ្ធជននៃប្រទេស